បាទនេះគាត់មកតវ៉ាដល់សាលាខេត្តដល់តុលាការដោយសារតែគាត់ដឹងថាតុលាការក៏ហៅប្រជាពលរដ្ឋ7នាក់មកសាកសួរគាត់មក3 4ភូមិចឹងមកបាទសាលាជំនុំជម្រះខេត្តព្រៃវែងបាទអញ្ចឹងសាលាដំបងខេត្តព្រៃវែងហើយនៅពេលដែលការផ្សាយចេញទៅធ្វើឲ្យខាងលោកអធិការស្រុកពូរៀងរួមជាមួយលោកស្នងការខេត្តព្រៃវែងបានធ្វើការបកស្រាយអញ្ចេះបាទអញ្ចឹងប្រជាពលរដ្ឋនៅខាងស្រុកឃុំកំពង់ឫស្សីស្រុកពូរៀងសូមជ្រាបណាលោកស្នងការនិងលោកអធិការឥឡូវខ្ញុំយកពាក្យពេចន៍លោកអធិការលោកស្នងការគាត់និយាយលោកស្នងការគាត់ចង់បកស្រាយអញ្ចេះថាតាមពិតទៅសាច់រឿងដែលប្រជាពលរដ្ឋមកតវ៉ានេះគឺដីនឹងគាត់មិនបានយកទៅលក់ទេបាទមិនបានយកទៅលក់ទេដោយសារដីនេះបានចុះនៅក្នុងបញ្ជីសារពើពន្ធរួចទៅហើយបាទប្រជាពលរដ្ឋដែលគាត់ស្ដាប់បានហ្នឹងគឺគាត់ឮហ្នឹងគឺពាក្យចាចាមរាមមិនពិតទេប៉ូលីសប៉ុស្តិ៍កំពង់ឫស្សីនៅតែប៉ូលីសប៉ុស្តិ៍ដដែលហើយប្រជាពលរដ្ឋដែលគាត់មានមានថាសាលាចោទាននៅទីនោះគឺវាទ្រុឌទ្រោមណាស់ទៅហើយអញ្ចឹងបើសិនជាសាច់រឿងហ្នឹងគាត់ប៉ុនប៉ងលោកមែនសូមអាចលោកអ្នកប្រជាពលរដ្ឋអាចសាកសួរលំអិតបន្ថែមមកតុលាការទៅរឿងហ្នឹងគាត់ថាប្រជាពលរដ្ឋគាត់អត់បានយល់ឲ្យស៊ីជម្រៅដោយសារតែមានអ្នកនៅពីក្រោយញុះញង់ឲ្យធ្វើការតវ៉ាបាទនេះលោកស្នងការគាត់ប្រាប់អញ្ចឹងបងប្អូនប្រជាពលរដ្ឋណាបាទហើយលោកស្នងការបន្ថែមទៀតថាឥឡូវអញ្ចេះដីនឹងគាត់សុកចិត្តថាយកទីតាំងឲ្យដាច់ធ្វើជាកន្លែងប៉ុស្តិ៍រដ្ឋបាលសម្រាប់នគរបាលតែម្ដងប៉ុន្តែប្រជាពលរដ្ឋគាត់ចង់បានសាលាឆោទៀនគាត់អាចនឹងឲ្យគាត់ធ្វើទីតាំងកន្លែងសាលាឆោទៀនឲ្យកន្លែងទីតាំងថ្មីប៉ុន្តែកន្លែងនេះអត់លក់ទេតែទុកជាកន្លែងរដ្ឋបាលប៉ូលីសដដែលអត់លក់ទេលោកអធិការស្រុកពូរៀងក៏បានយកឯកសារមកឲ្យខ្ញុំមើលដែលឯកសារនោះបានចុះបញ្ជីនៅក្នុងបញ្ជីសារពើពន្ធតាំងពីឆ្នាំដូចជា2000បាទ2008 2002អីមកម្លេះបាទដែលគាត់បានបង្ហាញប៉ុន្តែឥឡូវនេះសំខាន់ជាក់ស្ដែងដែលខាងលោកអធិការស្រុកពូរៀងក៏ដូចជាលោកស្នងការខេត្តព្រៃវែងគាត់បានឆ្លើយតបទៅប្រជាពលរដ្ឋវិញតាមរយៈសាររបស់ហងមាសសូមឲ្យប្រជាពលរដ្ឋស្ដាប់ណាគាត់ថាទីតាំងនោះអត់លក់ទេហើយកន្លែងប៉ូលីសរដ្ឋបាលគឺនៅដដែលប៉ុន្តែឥឡូវគាត់ថាអញ្ចេះគាត់ថាបើសិនជាប្រជាពលរដ្ឋចង់ធ្វើសាលាឆោទៀនគាត់សុកចិត្តយកទីតាំងថ្មីនៅក្បែរនោះធ្វើជាកន្លែងសាលាឆោទៀនហើយសាលាឆោទៀននោះខាងលោកស្នងការជាអ្នកសាងសង់ឲ្យទៀតតែទីតាំងកន្លែងចាស់នេះចង់ឲ្យប៉ូលីសយកដាច់មិនបាច់ចាំឲ្យពាក់ព័ន្ធជាមួយនឹងសាលាឆោទៀនទៀតទេណែនេះសូមប្រជាពលរដ្ឋខាងនៅស្រុកនៅខាងស្រុកកំពង់ស្រុកពូរៀងក្នុងជាពិសេសឃុំកំពង់ឫស្សីបាទដែលលោកស្នងការគាត់បំភ្លឺទៅអញ្ចឹងហើយប្រាប់អញ្ចឹងហើយប្រជាពលរដ្ឋយល់យ៉ាងម៉េចនៅទីនោះសូមឆ្លើយតបមកខ្ញុំវិញមកដើម្បីឲ្យខ្ញុំប្រាប់ទៅខាងលោកស្នងការដែលគាត់ប្រាប់មកអញ្ចឹងបាទអញ្ចឹងគាត់ថាអត់លក់ទេកន្លែងហ្នឹងកន្លែងប៉ូលីសធ្វើកន្លែងប៉ូលីសអចិន្ត្រៃយ៍ហើយប្រជាពលរដ្ឋអាចថាចង់យកទីតាំងថ្មីព្រោះដីនៅទីនោះមានកន្លែងដីច្រើនដែរយកកន្លែងដីថ្មីធ្វើសាលាឆោទៀនហើយទីសាលាឆោទៀននោះគឺលោកស្នងការជាអ្នកចេញចា៎បាទអញ្ចឹងប្រជាពលរដ្ឋយើងនៅខាងកំពង់ឫស្សីសូមឆ្លើយតបមកវិញណាតើយ៉ាងម៉េចដែរនៅពេលដែលលោកស្នងការគាត់លើកឡើងអញ្ចឹងហើយតកតងនឹងពួកគាត់ថាលោកស្នងការជាអ្នកប្តឹងប្រជាពលរដ្ឋប្រមាណនោះគាត់នឹងដកពាក្យបណ្ដឹងចេញវិញបាទអរគុណលោកស្នងការហើយនឹងអរគុណចំពោះប្រជាពលរដ្ឋបើសិនជាពលរដ្ឋគាត់មានទស្សនៈយ៉ាងម៉េចអាចត្រឡប់មកវិញព្រោះនេះខ្ញុំត្រូវយកសារពីខាងអាជ្ញាធរគេឆ្លើយតបទៅជាមួយនឹងប្រជាពលរដ្ឋបាទអរគុណទូទាំងជនលើនេះសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នាបន្ត